បាទសូមគោរពជំរាបសួរអ្នកទាំងអស់គ្នាដែលកំពុងតែទស្សនាតាមដានវីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយដែលនិយាយអំពីកិច្ចសន្ទនាបាទ topic ថ្ងៃហ្នឹងនិយាយអំពី I don't want my husband to eat out ខ្ញុំមិនចង់ឲ្យប្តីរបស់ខ្ញុំញ៉ាំបាយក្រៅនោះទេបាទ eat out វាញ៉ាំបាយក្រៅអូខេឥឡូវយើងចាប់ផ្ដើមអានទាំងអស់គ្នាតែម្ដងអូខេកិច្ចសន្ទនាទី1នេះមនុស្សទី1គឺ P បាទ P ក៏និយាយថា good evening បាទ Fa how come you cook food by yourself តើអ្នកអាចចម្អិនបាទតើអ្នកចម្អិនម្ហូបដោយខ្លួនឯងដូចម្ដេចទៅ Oh sister អូបងអូនស្រី please come in សូមអញ្ជើញចូលមក It's just my normal favor វាគ្រាន់តែជាចំណង់ចំណូលចិត្តធម្មតារបស់ខ្ញុំប៉ុណ្ណោះ favor ចំណង់ចំណូលចិត្ត I always cook food at the evening ខ្ញុំតែងតែចម្អិនម្ហូបនៅពេលល្ងាចបាទ Why okay Why don't you ask your servant to do it ហេតុអ្វីក៏អ្នកមិនសុំឲ្យអ្នកបម្រើរបស់អ្នកធ្វើវាទៅ Actually ជាការពិត Actually យើងបែរថាជាការពិត I want to be a good wife ខ្ញុំចង់ក្លាយជាប្រពន្ធដ៏ល្អមួយរូប To be a good wife ដើម្បីក្លាយជាប្រពន្ធល្អមួយរូប I must have skill in cooking too okay to satisfy my husband ដើម្បីក្លាយជាប្រពន្ធដ៏ល្អខ្ញុំត្រូវតែមានជំនាញបាទ skill ជំនាញក្នុងការចម្អិនម្ហូបដើម្បីផ្គប់ផ្គុនប្តីរបស់ខ្ញុំអូខេ satisfy ផ្គប់ផ្គុនចិត្តបើឬក៏យកចិត្តប្តីរបស់ខ្ញុំអូខេទៀត P ក៏និយាយថា and where's your husband now ហើយប្តីរបស់អ្នកនៅណាឥឡូវនេះ he is taking a bath upstairs គាត់កំពុងតែងូតទឹកនៅជាន់លើ and he is waiting for delicious dinner ហើយគាត់កំពុងតែរង់ចាំអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ពិសាអូខេបាទទៀត Has your husband ever eaten out តើប្តីរបស់អ្នកធ្លាប់ញ៉ាំបាយក្រៅទេ No he hasn't អត់ទេគាត់មិនដែលទេ I don't want my husband to eat out ខ្ញុំមិនចង់ឲ្យប្តីរបស់ខ្ញុំញ៉ាំបាយក្រៅទេ and this is the reason why I always cook food myself នេះគឺជាហេតុផលហើយនេះគឺជាហេតុផលថាហេតុអ្វីបានជាខ្ញុំតែងតែចម្អិនម្ហូបដោយខ្លួនឯងបាទ What's not good for eating out អូខេបាទ What's not good for eating out រឿងអ្វីដែលមិនល្អសម្រាប់ញ៉ាំបាយក្រៅនោះ you can also go with him អ្នកអាចទៅជាមួយគាត់បានដែរតាបាទអូខេទៀត I don't think eating out is good ខ្ញុំមិនគិតថាញ៉ាំអាហារនៅខាងក្រៅញ៉ាំបាយក្រៅគឺល្អនោះទេ Sometimes I have to spend a large amount of my money for food ពេលខ្លះអូខេ sometimes ពេលខ្លះខ្ញុំត្រូវចំណាយលុយច្រើន a large amount of មកបែរតែមិនច្រើនស្មើពីតាមេនីលុយជាច្រើនដើម្បីទិញម្ហូបអូខេ Also ម្យ៉ាងវិញទៀត When eating out នៅពេលដែលញ៉ាំបាយក្រៅ my husband will think that ប្តីរបស់ខ្ញុំនឹងគិតថាខ្ញុំ I am not a good អូខេ why ខ្ញុំនឹងមិនមែនជាប្រពន្ធដ៏ល្អ who know nothing about cooking ដែលមិនបាទ know nothing ដែលមិនដឹងអំពីការចម្អិន Furthermore ម្យ៉ាងវិញទៀត if one day his friend asks him បើសិនមកថ្ងៃមួយមិត្តភក្តិរបស់គាត់សុំគាត់បាទ to eat out ទៅញ៉ាំបាយក្រៅ he may go and then drink a lot គាត់ប្រហែលជាទៅហើយតបមកផឹកច្រើន so he will be crazy with the girls at that ដូច្នេះគាត់នឹងឆ្លក់វង្វេងជាមួយស្ត្រីទាំងនោះដែលគេ at that restaurant បាទនៅភោជនីយដ្ឋាននោះឬក៏ karaoke club បាទអូខេ Wow you are very thoughtful អ្នកឯងមានពិតជាគិតបានច្រើនមែនអូខេ To sum up សរុបមកវិញ you mean that អ្នកមានន័យថា your cooking can attract បាទ your husband not to eat outright សរុបមកវិញតើអ្នកមានន័យថាការចម្អិនរបស់អ្នកអាចតាក់ទាញប្តីរបស់អ្នកមិនឲ្យញ៉ាំបាយក្រៅឬអូខេត្រូវទេ Sure មែនហើយ My husband love the food I cook so much ប្តីរបស់ខ្ញុំ
ពេញចិត្តម្ហូបដែលខ្ញុំចម្អិនខ្លាំងណាស់ although he goes somewhere អូខេទោះបីជាគាត់ទៅកន្លែងណាក៏ដោយ so far from home អូខេទោះបីជាគាត់ទៅកន្លែងណាដែលឆ្ងាយពីផ្ទះក៏ដោយអូខេ so far from home ហ្នឹង he still tries to come back home គាត់នៅតែព្យាយាមត្រឡប់មកផ្ទះវិញ to enjoy having delicious food with me ដើម្បីរីករាយញ៉ាំអាហារបាទដ៏ឈ្ងុយឆ្ងាញ់ជាមួយនឹងខ្ញុំអូខេបាទ I also don't want my husband to eat out too ខ្ញុំក៏មិនចង់ឲ្យប្តីរបស់ខ្ញុំញ៉ាំបាយក្រៅផងដែរ also អូខេ so ដូច្នេះ you should follow my technique អ្នកគួរតែដើរតាមវិធីរបស់ខ្ញុំ technique វាវិធីបាទបច្ចេកទេសរបស់ខ្ញុំ anyway អូខេ sorry អូខេ anyway you must be good at cooking យ៉ាងណាក៏ដោយអ្នកប្រកាសជាខ្លាចជាពូកែចម្អិនបាទ if your food is not fantastic បើសិនបើម្ហូបអាហារបាទនេះបើសិនបើម្ហូបរបស់អ្នកមិនអស្ចារ្យទេ your husband will go to eat out ប្តីរបស់អ្នកនឹងទៅញ៉ាំបាយក្រៅបាទនេះគឺជាកិច្ចសន្ទនាមួយដែលនិយាយអំពីI don't want my husband to eat out បាទអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបាននៅចំណេះដឹងបន្ថែមទៀតនៅក្នុងថ្ងៃនេះបាទសូមគោរពជម្រាបលាអរគុណច្រើនចំពោះការតាមដានទស្សនាវីដេអូរបស់ខ្ញុំ